នេះគឺជាផ្ទះវេទមន្តស្បែកជើងពេលខ្ញុំក្រោកពីដំណេកវាបានក្រោកឈរឡើងដោយខ្លួនឯងហើយសម្លៀកបំពាក់ក៏នឹងត្រូវបានដាក់ក្នុងកន្ត្រកដែរកំសៀវនឹងត្រូវបានបំពេញនៅពេលញ៉ាំអាហារពេលព្រឹកកាហ្វេនិងអាហារសម្រន់ត្រូវបានបម្រើហើយក្តារនៅក្នុងផ្ទះប្រែក្លាយជាម៉ាស៊ីនហាត់ប្រាណប្រជាជនដែលរស់នៅក្នុងផ្ទះវេទមន្តទាំងអស់ពួកគេមានមហាអំណាចផ្សេងគ្នាបងស្រីច្បងគឺជាស្ត្រីរឹងមាំម្នាក់តែលើកស្ពានមួយបានប្រជាពលរដ្ឋដែលចង់ផ្លាស់ទីលំនៅទាំងអស់សុទ្ធតែស្វែងរកបងបានជួយបងស្រីទី2របស់ខ្ញុំគឺជាការដ៏ស្រស់ស្អាតគ្រាន់តែត្រូវការគ្រវីដៃរបស់នាងប៉ុណ្ណោះវាអាចបង្កើតជាមេឃដែលពោពេញដោយផ្កាបងប្អូនជីដូនមួយរបស់ខ្ញុំមានការស្ដាប់ពើខ្លាំងមួយនាងអាចជឿវាសំបីតែពេលវាធ្លាក់ក៏ដោយបងប្អូនជីដូនមួយរបស់ខ្ញុំអាចផ្លាស់ប្ដូររូបរាងរបស់គាត់តាមកម្ពស់និងរូបរាងអាចផ្លាស់ប្ដូរបានទាំងអស់មានតែសៀវមួយទេដែលគ្មានមន្តអាគមសោះមន្តអាគមរបស់គ្រួសារទាំងអស់កើតចេញពីទានវេទមន្តរបស់យាយនាងនៅពេលដែលកុមារម្នាក់មានអាយុ5ឆ្នាំពួកគេត្រូវបានផ្ដល់អំណាចមហាអំណាចផ្សេងគ្នាការដែលសៀវមីមានអាយុ5ឆ្នាំមន្តអាគមផ្ទះនេះក៏បានបើកបង្ហាញទេពកោសល្យរបស់នាងប៉ុន្តែពេលនាងប៉ះវានៅពេលដែលចំណុចទាញទ្វារបើកទ្វារវេទមន្តបានបាត់ខ្លួនយ៉ាងអាត់កំបាំងចាប់តាំងពីពេលនោះមកជីដូនរបស់ខ្ញុំមិនដាក់នាងទេទោះបីជាគ្មានអារម្មណ៍អ្វីក៏ដោយគាត់គ្មានវេទមន្តប៉ុន្តែសៀវមួយប្រឈមមុខនឹងជីវិតដោយសតិនិយមនៅថ្ងៃនោះបងប្អូនជីដូនមួយរបស់ខ្ញុំបានចាប់ដើមទ្វារវេទមន្តផ្ទាល់ខ្លួនមួយបងប្អូនជីដូនមួយរបស់ខ្ញុំមិនបានធ្វើឲ្យមនុស្សគ្រប់គ្នាបានសមត្ថភាពក្នុងការទំនាក់ទំនងមនុស្សគ្រប់គ្នាពេញចិត្តណាស់មានតែសៀវមួយទេដែលហាក់ដូចជាខកចិត្តបន្តិចដូចជាមនុស្សដែលមានតម្លាភាពសូម្បីតែពេលថតរូបគ្រួសារក៏ដោយនៅពេលនោះគ្មាននរណាម្នាក់ក៏សម្គាល់នាងទេវាមិនមែនស្ថិតក្នុងចំណោមពួកគេទេសៀវមីមានអារម្មណ៍សោកសៅនិងឯកោយ៉ាងខ្លាំងមនុស្សនោះបានចូលទៅក្នុងបន្ទប់ទទួលភ្ញៀវប៉ុន្តែដោយស្នាមប្រេះត្រូវបានរកឃើញនៅក្នុងអាការដេផ្ដល់ធម្មពលវេទមន្តទៀនស្ទើរតែរលត់ទៅហើយសៀវមីបានប្រាប់ពួកគេយ៉ាងរហ័សអំពីអ្វីដែលបានសមាជិកគ្រួសារនៅពេលដែលមនុស្សគ្រប់គ្នាចូលមកក្នុងបន្ទប់ពេលនោះផ្ទះវេទមន្តត្រូវបានជួសជុលឡើងវិញដូចដែលវាធ្លាប់មានពីមុនសៀវមីចង់ពន្យល់ប៉ុន្តែត្រូវបានជំទាស់ស្ត្រីចំណាស់បានរំខានហើយប្រាប់មនុស្សគ្រប់គ្នាអំពីមន្តអាគមផ្ទះនេះរឹងមាំណាស់ហើយសៀវមួយដេកមិនលក់នៅយប់នោះដើម្បីស្វែងយល់ពីស្នាមប្រេះនៅក្នុងផ្ទះការពិតនាងបានមករកមន្តអាគមប៉ុន្តែមិននឹកស្មានដល់នាងបានអ្វីមួយចេញពីទៀនសុំទ្រព្យថាឯកឯងរបស់ជីដូនយាយបានដឹងអំពីផ្ទះវេទមន្តរួចហើយវាហៀបនឹងដួលរលំហើយបន្ទាប់មកគ្រួសារមហាអំណាចក៏នឹងរលាយបាត់ដែរពេលនោះទោះបីជាសៀវមួយមិនត្រូវបានគ្រួសាររបស់នាងចូលចិត្តវាប៉ុន្តែនាងពិតជានាងស្រឡាញ់គ្រួសាររបស់នាងហើយមិនចង់ផ្ទះវេទមន្តបានដួលរលំហើយដូច្នេះសៀវមីសម្រាប់ចិត្តជួយសង្គ្រោះផ្ទះវេទមន្តសូមជួយចុច follow និងឲ្យបេះដូងម្នាក់មួយដើម្បីទទួលភាពបន្តរឿងល្អមើលច្រើនទៀតចង់មើលរឿងអីជួយ comment មកណា